Ok,សួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែកម្លែកមេរៀនមួយគឺរបៀបប្រើប្រាស់ sticky note នៅលើកុំព្យូទ័រដូចអ្នកគ្នាឃើញនេះអញ្ចឹងអា sticky note ហ្នឹងគឺគោលបំណងរបស់យើងចង់ប្រើប្រាស់សម្រាប់កត់ព័ត៌មានអីសំខាន់ហើយពេលយើងកត់លឿនឡើងទៅវាបានលឿនបើប្រៀបធៀបជាមួយនឹង application ផ្សេងៗនៅក្នុង Windows របស់យើងអូខេអញ្ចឹងរបៀបប្រើប្រាស់ sticky note ទី1អ្នកគ្នាអាចចូលទៅកុំព្យូទ័ររបស់អ្នកគ្នាទៅឥឡូវថាអានេះដូចនេះគឺអានេះគឺ sticky note របស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់វាយអីមួយអូខេខ្ញុំអាចនៅក្នុងនោះបានឥឡូវខ្ញុំដាក់ថា password ឬក៏ខ្ញុំដាក់ថាអីគេលេខ1អញ្ចឹងទៅprepare អីអញ្ចឹងទៅ compilation អញ្ចឹងអាហ្នឹងអ្នកគ្នាចង់សរសេរអីក៏បានដែរហើយយើងអាចធ្វើការដូរប្រើប្រាស់អក្សរខ្មែរក៏បានអ្នកគ្នាអូខេធ្វើកិច្ចការសាលាអញ្ចឹងទៅអូខេអញ្ចឹងអាហ្នឹងអ្នកគ្នាចង់វាយខ្មែរក៏បានអង់គ្លេសក៏បានវាជាបញ្ហាទេអញ្ចឹងអ្នកគ្នាឧទាហរណ៍ថាវាយអញ្ចេះអូខេអញ្ចឹងវារហូតវាអាចវាយដល់ក្រោមអូខេអ្វីសំខាន់គឺយើងចង់ដឹងយើងបើកនៅកន្លែងណាអញ្ចឹងអ្នកគ្នាគ្រាន់ចូលកន្លែង search នេះមកតើមកអ្នកគ្នាវាយពាក្យថា sticky វាយ sticky វាលោតនៅលើគេហ្មងអ្នកគ្នាវាដាក់ថា sticky notes ចឹងអ្នកគ្នាចុចលើវាមកវាចេញចេះឥឡូវទីហោថាអ្នកគ្នាចង់បានអានេះទៅជា bool អូខេអ្នកគ្នាចុច select លើវាទៅហើយយកអក្សរ B មកអូខេអញ្ចឹងវាទៅ bool ហើយបើសិនមកចង់បាន trade អូខេចុចលើអានេះមកនិយាយទៅអាហ្នឹងវាស្តៀងនឹង Microsoft Office Word ដែលយើងប្រើដែរអាហ្នឹងហើយបើសិនអ្នកគ្នាចង់ថាគិតថាឆូតវាអូខេ select លើវាមកហើយយើងចេះមកអញ្ចឹងវាឆូតបាត់ហើយមានថាយើងស្មានលុបចោលអានេះអ្នកគ្នាអាចធ្វើការដាក់ bullet វាឥឡូវឧទាហរណ៍ថាអានេះ prepare computer lesson អញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាមានអីគេវាមានស្អីនៅក្នុងហ្នឹងឥឡូវខ្ញុំថា MS Word MS Excel អូខេអញ្ចឹងហ្នឹងគឺរបៀបដាក់ bullet ហើយនេះយើងអាចធ្វើការ insert រូបមកតែអានេះខ្ញុំគិតថាវាអត់សំខាន់ទេដោយសារតែអាហ្នឹងសម្រាប់ sticky note គឺយើងចង់ note អ្វីដែលលឿនដូចថាយើងមានប្រជុំឬក៏មានរូបមន្តអីផ្សេងៗដែលយើងត្រូវការ note ភ្លាមយើងអាចបើកវាបានហើយឥឡូវទីហោថាខ្ញុំចង់ប្រើ sticky note មួយទៀតអូខេអញ្ចឹងអ្នកគ្នាចុចកន្លែងនេះមកសញ្ញាបូកនេះចុចលើបូកមកអូខេអញ្ចឹងវានឹងបង្កើត sticky note មួយទៀតយើងដាក់មក meeting in August អញ្ចឹងទៅ2027 2026 2027ចាអូខេអញ្ចឹងវាបង្កើតមកអញ្ចឹងដូចគ្នាអញ្ចឹងបើសិនអ្នកគ្នាមាន sticky note 3 2 3ដាក់វាមកអូខេអញ្ចឹងអ្វីសំខាន់គឺអ្នកគ្នាអាចធ្វើការ highlight ពណ៌បាននៅលើ sticky note ហ្នឹងឥឡូវឧទាហរណ៍ថានេះគឺខ្ញុំចង់ highlight វាទៅជាពណ៌លឿងអូខេអញ្ចឹងវាពណ៌លឿងហើយអញ្ចឹងយើងអាចតំណាងថាពណ៌លឿងហ្នឹងគឺមេរៀនអីមួយឬក៏កិច្ចការអីមួយឬថ្ងៃណាមួយអញ្ចឹងអានេះដូចគ្នាខ្ញុំចុចលើវាទៅហើយអ្នកគ្នាមើល dot 3នេះអញ្ចឹងយើងយកពណ៌បៃតងទៅអូខេអញ្ចឹងអ្នកគ្នាឃើញ sticky note ពីរហ្នឹងគឺផ្សេងគ្នាចានេះដូចគ្នាខ្ញុំអាចដូរទៅពណ៌ស្វាយអូខេអញ្ចឹង sticky note ហ្នឹងគឺវាមាន3ពណ៌ឥឡូវដាក់ថា testing 2 2027អូខេអញ្ចឹងវាផ្សេងគ្នាទាំងអស់ហើយអានេះបើសិនអ្នកគ្នាបិទអញ្ចេះគឺវាអត់បាត់ទេអ្នកគ្នាខ្ញុំបិទទាំងអស់គឺវាអត់បាត់ទេមានថាវាគ្រាន់តែ high ទេអញ្ចឹងដល់ពេលអ្នកគ្នាចង់បើកវាមកវិញវាយទៅ sticky note មកអញ្ចឹងអាហ្នឹងវានឹងធ្វើការ load ឲ្យយើងវិញអ្នកគ្នាឃើញទេអូខេអញ្ចឹងហ្នឹងគឺវានឹងធ្វើការ load ឲ្យយើងវិញអូខេអញ្ចឹងឧទាហរណ៍ថាអ្នកគ្នាចង់លុបវាហ្មងអូខេចង់លុបវាហ្មងចុចលើអានេះហើយអ្នកគ្នាយកពាក្យថា delete note នេះឥឡូវឧទាហរណ៍ខ្ញុំបង្កើត load ថ្មីខ្ញុំដាក់ថា my document នេះទៅ2027អូខេហើយបន្ទាប់មកអ្នកគ្នាធ្វើការបិទវាចោលអានេះឧទាហរណ៍បិទវាចោលហើយខ្ញុំបើកម្ដងទៀត sticky noteអូខេអញ្ចឹងពេលវាបើកមកហើយមួយទៀតអ្នកគ្នាអាចធ្វើការមើលកន្លែង list នេះ note list មានថា note list ហ្នឹងឥឡូវគេហៅថា note ខ្ញុំមានច្រើនមាន4 10ឬក៏4 5ហ្នឹងទៅហើយខ្ញុំអត់ចង់បើកវាម្ដងមួយខ្ញុំចង់មើលក្នុង note list ខ្ញុំ note list ហ្នឹងគឺមានន័យថាបណ្ដុំនៃ note ជាច្រើនអញ្ចឹងបើយើងមាន note 3អញ្ចឹងវានឹងកំបាញ់3ហ្នឹងចូលគ្នាឥឡូវយក note list ហ្នឹងមកអូខេអ្នកឃើញទេអញ្ចឹងនេះគឺមុនហ្នឹង test 2 test អីហ្នឹងគឺជាអ្វីខ្ញុំសរសេរហើយវា highlight ទៅតាមពណ៌ដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺពណ៌វាសំខាន់នៅកន្លែងហ្នឹង
លើទៅហល់វាមានច្រើនដូចថាពណ៌លឿងយើងតំណាងអីចឹងទៅហើយពណ៌នេះតំណាងអីស្អីហើយអ្នកគ្នាមើលពណ៌អានេះគឺអាមុនហ្នឹងខ្ញុំសរសេរហើយ test 2 test 1 node អីនេះគឺវា highlight ទៅតាមពណ៌អញ្ចឹងអាហ្នឹងគឺវាស្រួលសម្រាប់អ្នកនរគ្នាទៅពេលអ្នកគ្នាចង់សេឬក៏កត់សម្គាល់អីលឿនអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយ